បាទជំរាបសួរបងបាទជំរាបសួរគ្រូបាទបងមានឈ្មោះអីដែរបងខ្ញុំឈ្មោះសឹងនេះបាទឈ្មោះសឹងនេះបងនៅភូមិឃុំនេះគេហៅភូមិឃុំអីបងភូមិកូលឃុំប្រពេលស្រុកសុនិគមខេត្តសៀមរាបបាទនៅខេត្តសៀមរាបបងចង់ដឹងថាពីមុនបងមិនទាន់បានប្រើផលិតផលណាកូស៊ីនេះបងមានបញ្ហាសុខភាពអីបងបញ្ហាផ្ដោតខ្លាំងគឺអាឡែស៊ីច្រមុះទៅជាកំពង់កបាទចេះថាធ្វើទុកមិនបងអាឡែស៊ីច្រមុះហ្នឹងចំពោះបញ្ហាអាឡែស៊ីទី1វាថប់ដង្ហើមបាក់ហើយសបោស្លាស្លាពេលដែលប៉ះខ្យល់ខ្លាំងក៏បាក់ក្តៅខ្លាំងក៏បាក់ទៅជាកាហាលក៏បាក់ដែរពេលដែលខ្ញុំប្រើប្រាស់វាបាត់បាទណាកូស៊ីហ្នឹងបងបាទហើយជុំមានរបស់ទៀតរបស់ភ្នែកក្អកអីមានស្លេះអីដែរបងស្លេះក៏មានរបស់ភ្នែកក៏មានទៅជាក៏មានបាទហើយគេងអីមានថប់ដង្ហើមឬក៏ឈឺក្បាលអីដែរបងពេលគេងឈឺកន្លែងនេះឈឺកន្លែងនេះខ្លាំងបាទហើយឈឺក្បាលថប់គេច្រមុះអូបាក់ច្រមុះបាទចឹងឈឺបងឈឺប្រហែលឆ្នាំហើយជំងឺបងណាឈឺចូលជាង10ឆ្នាំអូយូរហើយដែរចឹងបងហើយបងចង់ដឹងថាបងប្រើផលិតផលណាកូស៊ីនេះបងប្រើប្រហែលថ្ងៃទៅដឹងពីប្រសិទ្ធភាពខ្ញុំប្រើរយៈពេល1សប្តាហ៍មួយសប្តាហ៍ដឹងបងដឹងទៅធ្វើធូរឬក៏អីទៅលើអីខ្លះដែរបងទី1ខ្ញុំពេលដែលប្រើផលិតផលនឹងហើយទី1ច្រមុះវាស្ងួតមានតែវាស្ងួតដូចជាឈប់ហ៊ីអាទឹកសបោមួយទៀតទៅជីកមួយទៀតកំពង់កបាទហ្នឹងយើងមានអារម្មណ៍ថាធូរពេលប៉ះសិនជាអីហាលធម្មតាបាទចឹងប្រើបានតាមសប្តាហ៍ធូរបានច្រើនបងបាទពេលបងប្រើធូរចឹងពេលបងហូបអីផ្សេងដូចថាគ្រឿងផ្អាប់ឬក៏របស់ត្រជាក់សាច់ខ្លាយអីបងហូបទៅមានធ្វើទុកទេបងពេលហូបទៅមានអត់មានអីគ្រូមានអារម្មណ៍ធម្មតាអត់មានធ្វើទុកដូចពីមុនអូចឹងមានន័យថាចង់ជាហើយចឹងបងបានធូរច្រើនហើយបងបច្ចុប្បន្នហ្នឹងបងប្រើអស់ប្រហែលកំប៉ុងហើយបងប្រើចិត្តអស់មួយកំប៉ុងហើយអូចិត្តអស់មួយកំប៉ុងហើយហើយកាលបងមិនទាន់ប្រើបងដូចថាលាក់ស៊ីហ្នឹងវាធ្វើទុកខ្លាំងជាងគេអីគេដែរបងធ្វើទុកខ្លាំងបំផុតឈឺនៅកន្លែងនេះកន្លែងច្រមុះខាងបាទហើយវាក្តៅដល់ថាក្តៅអូបាទចឹងពេលបងប្រើអស់មួយកំប៉ុងទៅគឺបានធូរបានជាច្រើនបងបាទចឹងបងជួយបញ្ជាក់បន្ថែមចឹងពេលដែលបងប្រើមួយកំប៉ុងហ្នឹងជាលើអីខ្លះដែរចំពោះជាបញ្ហាគោលជាធំបំផុតគឺច្រមុះជាសងខាងបាទទី1ទី2ទៅជីកខ្ញុំវាធ្លាប់ប៉ះពិលខូចដល់ជីក3បង្កបាទជាមុនមានខ្លះមានអីក្តៅពេលយើងហូបទឹកជីកអីទៅវាមានអារម្មណ៍ដូចស្ពួតក្តៅអូពុំកបងអាលាកឬក៏មិនដែរអាលាកគ្រូអូអាលាកពេលហូបអាហ្នឹងទៅបានធូរច្រើនបានជាច្រើនធូរច្រើនគ្រូបាទហើយជួបបញ្ហាជីកបងថាមានអីប៉ងបែកហ្នឹងមកពីអីដែរបងជីកដូចយើងនៅតិចតូចយើងអត់ចេះថែថាវាធ្វើឲ្យខូចដល់ជីកប៉ុន្តែនៅពេលយើងហូបទៅវាអត់មានទឹកងុយទេវាជាអស់អូហូបអាហ្នឹងទៅជាអស់ហ្មងជាបងបញ្ហាហើយឡើងរមាស់ឡើងអីអស់អញ្ចឹងបងលេងរមាស់គ្រូធម្មតាអូបាទអញ្ចឹងបងជឿជាក់ទៅលើផលិតផលណាកូស៊ីនេះទេបងខ្ញុំជឿជាក់100%អូជឿជាក់បងបាទចឹងបងប្រើមួយកំប៉ុងគឺបងជាច្រើនចឹងជាចុងក្រោយបងមានពាក្យពេចន៍អីសម្រាប់ផ្ដាំទៅពុកម៉ែបងប្អូនដែលគាត់មិនបានប្រើហ្នឹងប្រើបានធូរបានជាដូចបងចឹងណាបាទជាចុងក្រោយមានតែផ្ដាំផ្ញើដល់ពុកម៉ែបងប្អូនដែលមានបញ្ហាដូចជាជំងឺអាឡែស៊ីច្រមុះជាពងកយប្រើផលិតផលណាកូស៊ីដល់ខុសជា100%ដូចខ្ញុំបាទអរគុណបាទជាធូរដូចបងចឹងហ៎បងបាទអរគុណច្រើនបងជម្រាបលាបងបាទ